9 តិចនិកបង្កាត់ភ្លើងស្នេហ៍និងបង្កើនរឿងលើក្រែឲ្យកាន់តែផ្អែមល្ហែមជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Healthy XY ក្នុងជីវិតអាពាហ៍ពិពាហ៍ឬទំនាក់ទំនងយូរអង្វែងភាពស៊ាំនឹងគ្នាអាចធ្វើឲ្យភ្លើងស្នេហ៍ហាក់ដូចជាចុះត្រជាក់បន្តិចម្ដងមនុស្សភាគច្រើនយល់ថាចំណងផ្លូវភេទកើតឡើងដោយឯកឯងប៉ុន្តែតាមពិតទៅវាកើតចេញពីការយកចិត្តទុកដាក់និងការច្នៃប្រឌិតបង្កើតបរិយាកាសថ្មីនៅក្នុងវីដេអូនេះយើងនឹងមកស្វែងយល់អំពីតិចនិកពិសេសចាប់ពីការរៀបចំបន្ទប់ការប្រើប្រាស់ពាក្យសម្ដីរហូតដល់ការជ្រើសរើសរបបអាហារដើម្បីដាស់អារម្មណ៍ស្រូបស្រាលនិងបង្កើនក្តីសុខឲ្យដល់ចំណុចកំពូលសម្រាប់អ្នកនិងដៃគូតិចនិកទី1សិល្បៈនៃការរៀបចំបរិយាកាសនិងការតុបតែងខ្លួនបរិយាកាសជុំវិញខ្លួនគឺជាកាតាលីករដំបូងបង្អស់ដែលជះឥទ្ធិពលដល់ខួរក្បាលនិងអារម្មណ៍ការរៀបចំបន្ទប់ឲ្យរ៉ូមែនទិកបន្ទប់គេងមិនមែនសម្រាប់តែគេងឡើយបងប្អូនគួររៀបចំឲ្យមានពន្លឺស្រទន់ពន្លឺពណ៌លឿងទុំដែលជួយឲ្យស្បែកមើលទៅមានភាពទាក់ទាញប្រើប្រាស់ក្លិនក្រអូបប្រព្រឹត្តដូចជាក្លិនផ្កាម្លិះឬក្លិនឈើឃ្លូមដែលជួយកាត់បន្ថយភាពតានតឹងនិងដាស់អារម្មណ៍ឲ្យធូរស្រស់ស្រាលការចាក់តន្ត្រីបែបស្រទន់ក៏ជួយបិទបាំងសំឡេងរំខានពីខាងក្រៅធ្វើឲ្យអ្នកទាំងពីរផ្ដោតអារម្មណ៍លើគ្នាបានកាន់តែល្អការស្លៀកសម្លៀកបំពាក់បែបសេកស៊ីការផ្លាស់ប្ដូរពីរ៉ូបគេងធម្មតាមកជាសម្លៀកបំពាក់ដែលមានភាពទាក់ទាញគឺជាការផ្ដោតសញ្ញាដាស់អារម្មណ៍ដៃគូយ៉ាងខ្លាំងក្លាវាមិនត្រឹមតែបង្កើនភាពជឿជាក់លើខ្លួនឯងសម្រាប់ស្ត្រីប៉ុណ្ណោះទេប៉ុន្តែវាក៏បង្កើនការចង់ដឹងចង់ឃើញនិងភាពរំភើបសម្រាប់បុរសផងដែរចំណុចទី2ការទំនាក់ទំនងនិងសិល្បៈនៃការពាក្យសម្ដីជាមួយដៃគូចំណុចដែលគូស្នេហ៍ខ្មែរយើងច្រើនតែខ្មាស់អៀនប៉ុន្តែវាមានប្រសិទ្ធភាពបំផុតក្នុងចិត្តសាស្ត្រស្នេហាការនិយាយរឿងផ្លូវភេទជាមួយដៃគូឬ sexy talk កុំខ្មាស់អៀនក្នុងការប្រាប់ដៃគូពីអ្វីដែលអ្នកចូលចិត្តឬអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អការសន្ទនាបែបស្និទ្ធស្នាលមុនពេលចាប់ផ្ដើមជួយឲ្យដៃគូយល់ចិត្តគ្នានិងបង្កើនភាពស្រើបស្រាលទ្វេដងព្រោះខួរក្បាលចាប់ផ្ដើមស្រមៃនិងត្រៀមខ្លួនជាស្រេចការសរសើរនិងការផ្ដល់តម្លៃពាក្យសម្ដីផ្អែមល្ហមការសរសើរពីរូបរាងកាយនិងការប្រើក្រសែភ្នែកទាក់ទាញគឺជាការបង្កាត់ភ្លើងស្នេហ៍តាំងពីក្រោយបន្ទប់គេងមកម្លេះការសរសើរធ្វើឲ្យដៃគូមានអារម្មណ៍ថាខ្លួនមានតម្លៃនិងមានភាពទាក់ទាញជានិច្ចចំណុចទី3ការផ្លាស់ប្ដូរបរិយាកាសនិងការដើរកម្សាន្តគេងនៅកន្លែងរ៉ូមែនទិកពេលខ្លះការនៅតែក្នុងផ្ទះដដែលធ្វើឲ្យអារម្មណ៍ស្ពឹកស្ពន់និងធន់ទ្រាន់ការគេងនៅរីសតបែបធម្មជាតិការនាំដៃគូទៅសម្រាកនៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធភ្នំឬសមុទ្រជួយឲ្យខួរក្បាលបញ្ចេញអរម៉ូនដូប៉ាមីនដែលជាអរម៉ូននៃក្តីសុខបរិយាកាសស្ងប់ស្ងាត់និងប្លែកភ្នែកធ្វើឲ្យគូស្នេហ៍មានអារម្មណ៍ដូចជាទៅតែស្រឡាញ់គ្នាដំបូងឬ honeymoon phase ការដើរចេញពីភាពមហោមាការទុកចោលនៅការងារនិងបញ្ហាកូនចៅមួយឡែកដើម្បីចំណាយពេលពីអ្នកប្តីប្រពន្ធគឺជាការផ្ដល់ថាមពលឲ្យជីវិតស្នេហ៍ឡើងវិញនិងជួយឲ្យអ្នកទាំងពីរមានពេលវេលាផ្ដោតលើមនោសញ្ចេតនាបានពេញលេញចំណុចទី4របបអាហារប៉ៅកម្លាំងនិងសុខភាពសម្រាប់បង្កាត់សកម្មភាពលើក្រែសុខភាពរាងកាយរឹងមាំនាំឲ្យសកម្មភាពលើក្រែមានភាពរស់រវើកនិងប្រើប្រាស់កម្លាំងបានយូរអាហារបង្កើនចំណង់ការញ៉ាំអាហារសមុទ្រជាពិសេសក្រុមចំពោះទាឬស៊ុតគ្រាប់ធញ្ញជាតិនិងផ្លែឈើដូចជាអូលឹកនិងចេកជួយបង្កើនរំហូរឈាមទៅកាន់តំបន់រសៀវនិងផ្ដល់ថាមពលដល់រាងកាយសូកូឡាខ្មៅនិងភេសជ្ជៈសុខភាពសូកូឡាជួយឲ្យអារម្មណ៍ស្រស់ថ្លាយនិងបញ្ចេញជាតិហ្វេនីលេទីឡាមីនដែលធ្វើឲ្យមានអារម្មណ៍ដូចកំពុងមានស្នេហ៍ការហាត់ប្រាណទៀងទាត់ក៏ជួយឲ្យកម្លាំងមាំនិងបង្កើនកម្រិតអរម៉ូនតេស្តូស្តេរ៉ូនចំពោះបុរសផងដែរចំណុចទី5ការប្រើប្រាស់ស្ទីលប្លែកៗនិងតិចនិកអត់ធ្មត់មិនបង្ខំដើម្បីកុំឲ្យមានភាពសាំញ៉ាំនិងដដែលក្នុងជីវិតស្និទ្ធស្នាលការសាកល្បងស្ទីលថ្មីការផ្លាស់ប្ដូរក្បាច់ឬស្ទីលប្លែកៗដែលមិនធ្លាប់ធ្វើជួយឲ្យអ្នកទាំងពីរមានអារម្មណ៍រំភើបនិងចង់ស្វែងយល់ពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ
វាដូចជាការបន្ថែមគ្រឿងទេសថ្មីៗទៅក្នុងម្ហូបអាហារឲ្យមានរសជាតិប្លែកមាត់ភាពអត់ធ្មត់និងការបបរស្អង្អែលឬ foreplay កុំប្រញាប់ប្រញាល់បញ្ចប់ប្រតិបត្តិការពេកការចំណាយពេលបបរស្អង្អែលឲ្យបានយូរគឺជាគន្លឹះដែលធ្វើឲ្យស្ត្រីមានអារម្មណ៍ថាត្រូវបានគេស្រឡាញ់និងត្រៀមខ្លួនរួចរាល់សម្រាប់ក្តីសុខដ៏អស្ចារ្យការបបរស្អង្អែលជួយឲ្យរាងកាយផលិតទឹករំអិលធម្មជាតិបានល្អកាត់បន្ថយការឈឺចាប់តិចនិកទី6ថាមពលនៃសកម្មភាពប៉ះពាល់ដោយគ្មានលក្ខខណ្ឌមុននឹងឈានដល់រឿងលើក្រែការប៉ះពាល់រាងកាយបែបមនោសញ្ចេតនានៅក្នុងជីវិតប្រចាំថ្ងៃគឺជាការបណ្ដុះចំណងយ៉ាងមានប្រសិទ្ធភាពបំផុតការកាន់ដៃនិងការអោបគ្នាឲ្យបានយ៉ាងតិច20វិនាទីជួយឲ្យរាងកាយបញ្ចេញអរម៉ូនអុកស៊ីតូស៊ីនដែលធ្វើឲ្យដៃគូមានអារម្មណ៍សុវត្ថិភាពនិងជិតស្និទ្ធការម៉ាស្សាសម្រាកកាយការម៉ាស្សាស្មាឬខ្នងឲ្យគ្នាទៅវិញទៅមកក្រោយត្រឡប់ពីធ្វើការមិនត្រឹមតែជួយកាត់បន្ថយភាពនឿយហត់ទេប៉ុន្តែវាគឺជាការដាស់អារម្មណ៍តាមរយៈស្បែកដែលនាំទៅរកភាពស្រីផ្លោយដោយធម្មជាតិតិចនិកទី7ឥទ្ធិពលនៃការឲ្យតម្លៃនិងការសរសើរដៃគូចិត្តសាស្ត្រនៃចំណងផ្លូវភេទចាប់ផ្ដើមចេញពីអារម្មណ៍ដែលត្រូវបានគេផ្ដល់តម្លៃសរសើរចំណុចពិសេសការសរសើរពីរូបរាងក្លិនក្រអូបឬសកម្មភាពល្អៗដែលដៃគូបានធ្វើសម្រាប់គ្រួសារនឹងធ្វើឲ្យដៃគូមានទំនុកចិត្តលើខ្លួនឯងកាលណាចំណាស់ចំណេញមានភាពវិជ្ជមានចំណងផ្លូវភេទក៏កើនឡើងតាមនោះដែរកាត់បន្ថយការរិះគន់ជៀសវាងការនិយាយរិះគន់ពីរូបរាងកាយឬចំណុចខ្វះខាតក្នុងពេលស្និទ្ធស្នាលព្រោះវាអាចធ្វើឲ្យដៃគូមានអារម្មណ៍ស្ពឹកស្រពន់និងបាត់បង់ចំណងភ្លាមតិចនិកទី8ការគ្រប់គ្រង stress និងការសម្រាកឲ្យបានគ្រប់គ្រាន់សត្រូវធំបំផុតនៃចំណងផ្លូវភេទគឺភាពតានតឹងនិងការសម្រាកមិនគ្រប់គ្រាន់តុល្យភាពការងារនិងជីវិតប្រសិនបើខួរក្បាលនៅតែគិតពីរឿងការងារឬបញ្ហាលុយកាក់នោះវានឹងរារាំងអារម្មណ៍ស្រើបស្រាលបងប្អូនគួររៀនបិទស្វីតការងារនៅពេលចូលដល់បន្ទប់គេងដំណេកដែលមានគុណភាពការគេងមិនគ្រប់គ្រាន់ធ្វើឲ្យកម្រិតអរម៉ូនតេស្តូស្តេរ៉ូនថយចុះការសម្រាកបានស្កប់ស្កល់ជួយឲ្យរាងកាយមានថាមពលពេញលេញសម្រាប់សកម្មភាពរាត្រីសមូសូតិចនិកទី9ការប្រើប្រាស់បច្ចេកវិទ្យាក្នុងផ្លូវវិជ្ជមានក្នុងសម័យ Digital បងប្អូនអាចប្រើវាដើម្បីបង្កាត់ភ្លើងស្នេហ៍តាំងពីពេលនៅឆ្ងាយគ្នាការផ្ញើសារផ្អែមល្ហែមការផ្ញើសារប្រាប់ពីការនឹករលឹកឬការរងចាំជួបគ្នានៅពេលល្ងាចគឺជាការដាស់អារម្មណ៍ឬ foreplay តាំងពីពេលថ្ងៃដែលធ្វើឲ្យដៃគូទន្ទឹងរង់ចាំភាពស្និទ្ធស្នាលនៅពេលយប់សរុបមកក្តីសុខផ្លូវភេទមិនមែនជារឿងអះអាភាសឡើយប៉ុន្តែវាគឺជាវិទ្យាសាស្ត្រនៃសុភមង្គលគ្រួសារការចេះច្នៃប្រឌិតនិងការផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកគឺជាថ្នាំទិព្វដែលធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់អ្នករឹងមាំជានិច្ចប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍សូមចុច like និង share វីដេអូនេះទៅកាន់ដៃគូរបស់អ្នកដើម្បីជជែកគ្នាពីបញ្ហានេះកុំភ្លេចចុច subscribe និងរូបកណ្ដឹងដើម្បីទទួលបានតិចនិចថែរក្សាសុភមង្គលគ្រួសារជារៀងរាល់ថ្ងៃសូមអរគុណសម្រាប់ការតាមដានសូមជូនពរឲ្យគ្រួសារបងប្អូនពោរពេញដោយក្តីស្រឡាញ់និងសុខភាពល្អជានិច្ចជួបគ្នានៅវីដេអូក្រោយ